បើសិនជាចង់ធ្វើស៊ុបខ្យងញ៉ាំនៅផ្ទះខ្លួនឯងទាល់តែរៀងអត់ធ្មត់បន្តិចព្រោះអីស៊ុបហ្នឹងចំណាយពេលធ្វើហ្នឹងក៏វារៀងយូរដែរបើសិនជាមានគ្នាជួយធ្វើម្នាក់ម្ដាយមួយជើងអាហ្នឹងលឿនឆាប់បានញ៉ាំទេបងប្អូនតែបើធ្វើម្នាក់ឯងដូចខ្ញុំវិញគឺថាធ្វើផងថតផងហ្នឹងតម្រាំតែហើយវាចូលជិត2ម៉ោងនិយាយទៅចំណាយពេលរៀងយូរដែរអញ្ចឹងណាបងប្អូនហើយខ្យងសម្រាប់ធ្វើស៊ុបហ្នឹងមានចំនួន2គីឡូខ្ញុំបានលាងសម្អាតវាស្អាតហើយយកខ្យងនឹងមកដាក់ចំហុយហើយដាក់គល់ស្លឹកគ្រៃស្លឹកក្រូចសើចដើម្បីឲ្យវាមានក្លិនឈ្ងុយហើយចំហុយ15នាទីទៅបងប្អូនបន្ទាប់ពីចំហុយខ្យងឆ្អិនហើយគឺខ្ញុំលើកវាទុកឲ្យត្រជាក់សិនទៅចាំឆ្កឹះយកតែក្បាលវាបានហើយបងប្អូនបន្ទាប់មកយកខ្យងនឹងទៅលាងច្របាច់ជាមួយនឹងអំបិលដើម្បីឲ្យវាជ្រះជាតិរំអិលអញ្ចឹងណាបងប្អូនហើយទុកវាឲ្យរៀងស្រស់ទឹកបន្តិចសិនទៅបានខ្ញុំយកខ្យងហ្នឹងយកវាមកកិនបងប្អូនចង់ចិញ្ច្រាំនឹងដៃក៏បានដែរហើយពេលដែលកិនហ្នឹងមិនបាច់កិនឲ្យវាម៉ត់ពេកទេទុកនៅរៀងដុំបែបហ្នឹងពេលដែលញ៉ាំប៉ះសាច់ខ្យងទៅវាជ្រុបឆ្ងាញ់អញ្ចឹងណាបងប្អូនហើយបន្ទាប់មកខ្ញុំយកខ្យងដែលបានកិនមុនហ្នឹងយកមកលាយជាមួយនឹងប្រហិតត្រីវិញគឺខ្ញុំដាក់ចូលទៅចំនួនកន្លះគីឡូហើយដាក់គ្រឿងផ្សំចូលទៅមានទឹកត្រីបន្តិចអំបិលម្សៅស៊ុបប៊ីចេងស្ករសម្រេចប្រេងខ្យងហើយនឹងខ្ទឹមសចិញ្ច្រាំហើយច្របល់ឲ្យរាងយូរបន្តិចបងប្អូនដើម្បីឲ្យគ្រឿងទាំងអស់ហ្នឹងវាបានចូលជាតិគ្នាសព្វល្អបន្ទាប់ពីច្របល់បានមួយសន្ទុះហើយគឺខ្ញុំធ្វើការបោកសាច់ប្រហិតត្រីនឹងវិញម្ដងនិយាយទៅបោកឲ្យរាងយូរបន្តិចដែរបងប្អូនដើម្បីឲ្យវាកាន់តែស្វិតបើសិនជាយើងគ្រាន់តែច្របល់វាអាចនឹងផុយវាអត់ស្វិតឆ្ងាញ់អញ្ចឹងណាបងប្អូនឥឡូវនេះរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមយកប្រហិតត្រីលាយជាមួយនឹងសាច់ខ្យងហ្នឹងយកវាមកញាត់ចូលទៅក្នុងសម្បកខ្យងបែបហ្នឹងដើម្បីពេលដែលដាក់នៅក្នុងស៊ុបទៅមើលទៅកាន់តែតំណងអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនអត់ចង់ញាត់ចូលទៅក្នុងសម្បកខ្យងអញ្ចឹងក៏បានដែរចាឥឡូវនេះដល់វគ្គធ្វើទឹកស៊ុបវិញម្ដងដំបូងថាធ្វើទឹកស៊ុបធម្មតាទេបងប្អូនដល់ពេលបើកទូទឹកកកទៅឃើញដុំស៊ុបស៊ីឈ្វាន់ឲ្យសមបន្តិចហ្នឹងក៏យកវាមកដាក់តែម្ដងទៅហើយចំពោះរបៀបធ្វើទឹកស៊ុបរបស់ខ្ញុំហ្នឹងដំបូងគឺខ្ញុំយកខ្ទឹមសខ្ទឹមក្រហមចិញ្ច្រាំហ្នឹងយកវាមកលីងឲ្យឡើងក្លិនឈ្ងុយហើយខ្ញុំដាក់ដុំស៊ុបស៊ីឈ្វាន់ចូលលីងដុំស៊ុបហ្នឹងឲ្យវារលាយហើយបានខ្ញុំដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយលីងឲ្យវាឈ្ងុយម្ដងទៀតហើយបានខ្ញុំចាក់ទឹកចូលហើយបង់គ្រឿងផ្សំចូលទៅតែម្ដងមានដុំស៊ុប2ដុំអំបិលទឹកត្រីម្សៅស៊ុបប៊ីចេងហើយនឹងស្ករសបន្តិចដាំទឹកស៊ុបនឹងឲ្យពុះចុងក្រោយដាក់ទឹកដោះគោឆៅចូលទៅគឺថារួចរាល់ជាការស្រេចហើយចាឥឡូវនេះស៊ុបខ្យងរបស់ខ្ញុំនឹងបានធ្វើឲ្យរួចរាល់ហើយចំពោះបន្លែវិញបងប្អូនចូលចិត្តញ៉ាំបន្លែអីបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តទៅបើសម្រាប់ខ្ញុំវិញពេលដែលធ្វើស៊ុបម្ដងណាក៏ដោយគឺខ្ញុំអត់ដែរចោលបន្លែតាំងអោទេបងប្អូននៅយកមកដាក់នៅក្នុងស៊ុបនឹងទៅក្លិនគេវិញឈ្ងុយប្រហើពេលដែលញ៉ាំទៅគឺថាឆ្ងាញ់ខ្លាំងមែនតើដាក់បន្លែគ្រប់មុខដាក់ខ្យងដាក់អីចូលទៅរួចរាល់ហើយគឺខ្ញុំដាក់មកអមដើម្បីឲ្យស៊ុបរបស់យើងវាមានក្លិនកាន់តែឈ្ងុយហើយកុំភ្លេចថែមជាមួយនឹងខ្ទឹមលីងផងបងប្អូនអើយនៅក្នុងវីដេអូហ្នឹងពេលដែលដាក់ខ្ទឹមលីងហ្នឹងគឺខ្ញុំអត់បានថតអញ្ចឹងណាបងប្អូនហើយស៊ុបខ្យងថ្ងៃហ្នឹងគឺខ្ញុំញ៉ាំជ្រលក់ជាមួយនឹងទឹកតាហ៊ូនិយាយទៅជ្រលក់ទឹកជ្រលក់ហ្នឹងទៅរសជាតិវិញគឺថាចាប់ជាតិគ្នាឆ្ងាញ់ខ្លាំងមែនតើបងប្អូនអើយហើយវីដេអូធ្វើស៊ុបខ្យងរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច follow page នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានមុខម្ហូបថ្មីនិងប្លែកៗជារៀងរាល់ថ្ងៃអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត